ก็សូមឲ្យបងប្អូនសាជាថ្មីចូលរួមកុំពង្រីកសភាពការឲ្យលើសពីអ្វីដែលជាការចាំបាច់ជាពិសេសគឺចាប់ផ្ដើមកែនគ្នាស្អប់ជនជាតិរើសអើងជាមួយជនជាតិនៃប្រទេសមួយវាធ្វើឲ្យបទិញបតុងគ្នាអ្នកជាតិនិយមជ្រុលអ្នកដែលមានស្មារតីជ្រុលនិយមជ្រុលប្រកាន់ជំហរជ្រុលមានមកក្តាបតូចទេនៅក្នុងប្រទេសទាំងសងខាងប៉ុន្តែបើសិនជាអ្នកទាំងនេះផ្លុំចូលទៅជាអ្នកផ្សេងចាប់ផ្ដើមធ្វើសកម្មភាពបែបហ្នឹងនឹងហើយគឺការពង្រីកសមរភូមិមិនមែនត្រៀមប្រយុទ្ធតែនៅទិសភូមិភាគ4នឹងកងទ័ពទេគឺសមរភូមិរវាងប្រជាជននិងប្រជាជនរវាងប្រជាជនរវាងសេដ្ឋកិច្ចនិងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរតែម្ដងហើយរយៈពេលវែងនេះគឺជាការរួបគ្នាហើយខ្ញុំសង្ឃឹមថារាជរដ្ឋាភិបាលថៃជាពិសេសនៅកិច្ចប្រជុំថ្ងៃ14ខែ6ខាងមុខនេះយើងនឹងរកចំណុចរួមមួយដើម្បីបន្តដំណើរនៅក្នុងការចរចាដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ច្រើនរយគីឡូម៉ែត្រទៅទៀតទោះបីជា4ចំណុចនេះកម្ពុជាបានយកទៅ ICJ ក៏ដោយប៉ុន្តែនៅច្រើនចំណុចទៀតដែលយើងត្រូវបន្តខណ្ឌសីមាបោះបកគោលព្រំដែនតាមរយៈយន្តការទ្វេភាគីផ្អែកទៅលើ MOU ឆ្នាំ2000ផ្អែកទៅលើផែនទីដែលយើងបានឯកភាពគ្នានេះហើយគឺយើងសង្ឃឹមថាតាមយន្តការនេះយើងនឹងបន្តឈានទៅមុខដោះស្រាយបញ្ហាព្រំដែនរបស់យើងជាពិសេសព្រំដែនគោករបស់យើងឲ្យឆាប់ចប់ហើយរក្សានៅសាមគ្គីភាពរវាងប្រទេសនិងប្រទេសប្រជាជននិងប្រជាជនលើគ្រប់វិស័យនេះគឺជាការគោលការណ៍សង្គម